សមាជិកគណៈកម្មការវិទ្យាសាស្ត្រសេដ្ឋកិច្ចដែលធ្វើឡើងចាប់ពីខែមករាឆ្នាំ2014ដល់ខែតុលាឆ្នាំ2014ក្នុងនោះមានទី1ឯកឧត្តមបណ្ឌិតហ៊ានសាហ៊ីបជាប្រធាននិងមានសមាជិក10រូបទៀតព្រមទាំងជំនួយខាងភាសា1រូបអញ្ចឹងសរុបទៅមានចំនួន11រូបដែលបានរៀបចំសៀវភៅសត្យានុក្រមផ្នែកវិទ្យាសាស្ត្រសេដ្ឋកិច្ចដែលមានការបកប្រែប្រើប្រាស់ពាក្យបច្ចេកសព្ទនេះគឺសម្រាប់ភាសាខ្មែរអង់គ្លេសនិងបារាំងសមាជិកគណៈកម្មការវិទ្យាសាស្ត្រសេដ្ឋកិច្ចដែលធ្វើឡើងចាប់ពីខែមករាឆ្នាំ2014ដល់ខែតុលាឆ្នាំ2014ក្នុងនោះមានទី1ឯកឧត្តមបណ្ឌិតហ៊ាន